បាទសូមគោរពនឹងជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel របស់ខ្ញុំសាជាថ្មីអញ្ចឹងថ្ងៃនេះខ្ញុំមានវីដេអូចំណេះដឹងមួយជជូនដល់ពុកម៉ែបងប្អូនអំពីរបៀបបិទមុខងារមួយនៅក្នុងទូរស័ព្ទដៃដែលពុកម៉ែបងប្អូនតែងតែឆ្ងល់ថានៅពេលដែលគេខលមកពុកម៉ែបងប្អូនគ្រាន់តែប៉ះសំឡេងរបស់វានឹងប្រកាសតែចុះខ្សោយតែម្ដងអញ្ចឹងពុកម៉ែបងប្អូនអាចបិទមុខងារមួយនេះបានវាងាយស្រួលទេសម្រាប់ពុកម៉ែបងប្អូនចឹងពុកម៉ែបងប្អូនដែលទៅមកថ្មីកុំភ្លេចជួយចុច Subscribe អ្នកមួយផងដើម្បីទទួលបានវីដេអូថ្មីៗពីខ្ញុំបាទតោះយើងកុំខាត់ពេលវេលាយូរយើងចូលទៅក្នុង setting បាទពុកម៉ែបងប្អូនចូលក្នុង setting ហើយសូមពុកម៉ែបងប្អូនធ្វើការ over ទៅលើពុកម៉ែបងប្អូននឹងឃើញពាក្យ Face ID សូមពុកម៉ែបងប្អូនចុចចូលវាមកបាទហើយត្រង់ទៅនឹងគេឲ្យយើងវាយលេខកូដអេក្រង់នៅពេលដែលពុកម៉ែបងប្អូនចាក់សអេក្រង់បាទទៅពេលពុកម៉ែបងប្អូនវាយរួចហើយសូមពុកម៉ែបងប្អូនអូវាទៅលើហើយពុកម៉ែបងប្អូននឹងឃើញពាក្យ extension បើពុកម៉ែបងប្អូនឃើញបែបនេះហើយសូមពុកម៉ែបងប្អូនបិទវាមករួចជាការស្រេចអញ្ចឹងពុកម៉ែបងប្អូនដែលជួបបញ្ហានៅពេលដែលគេខលមកវារោខ្លាំងនៅពេលដែលពុកម៉ែបងប្អូនប៉ះវាសំឡេងរបស់វាចុះខ្សោយអញ្ចឹងពុកម៉ែបងប្អូនលេងបារម្ភទៀតហើយទាក់ទងទៅនឹងបញ្ហាដែលគេខលមកពុកម៉ែបងប្អូនគ្រាន់តែប៉ះសំឡេងវាចុះខ្សោយបាទហើយនៅពេលដែលពុកម៉ែបងប្អូនធ្វើដូចខ្ញុំហើយសូមពុកម៉ែបងប្អូនតេស្តវាសាកល្បងវាមើលពុកម៉ែបងប្អូនអាចយកទូរស័ព្ទផ្សេងឬមួយក៏ឲ្យមិត្តភ័ក្តិពុកម៉ែបងប្អូនខលមកសមើតើវាបាត់មែនក៏អត់បាទហើយវីដេអូចំណេះដឹងរបស់ខ្ញុំចែកជូនដល់ពុកម៉ែបងប្អូនមែនតែប៉ុណ្្នឹងទេបើពុកម៉ែបងប្អូនឆ្ងល់កន្លែងណាអត់យកកន្លែងណាសូមពុកម៉ែបងប្អូន comment នៅខាងក្រោមចឹងខ្ញុំសូមចាត់ពុកម៉ែបងប្អូនដែលទៅមកថ្មីកុំភ្លេចជួយចុច Subscribe អ្នកមួយផងដើម្បីទទួលបានវីដេអូថ្មីៗពីខ្ញុំបាទសូមអរគុណពុកម៉ែបងប្អូនដែលទស្សនាចាប់ផ្ដើមរហូតដល់ចប់សូមអរគុណសូមជម្រាបលា